Hello guys, welcome back to Growing ចឹងយើងនឹងធ្វើវីដេអូទាក់ទងជាមួយនឹងការគណនាបេតុងអាមេខ្ញុំនឹងធ្វើជា series វីដេអូឲ្យបានច្រើនព្យាយាមធ្វើឲ្យបានច្រើនផុតតែអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺរបៀបនៃការធ្វើវីដេអូនេះគឺខ្ញុំនឹងធ្វើការសិក្សាឲ្យសង្ខេបឡើងវិញនៅមេរៀនបេតុងអាមេអញ្ចឹងខ្ញុំសិក្សាបានប៉ុន្មានខ្ញុំសង្ខេបឡើងវិញព្យាយាមឲ្យបានប៉ុណ្ណឹងដើម្បី record ជាវីដេអូទាំងនេះអញ្ចឹងណាអញ្ចឹងក្នុងការគណនាបេតុងអាមេទីសំខាន់ទី1ហ្នឹងគឺបេតុងនឹងឯងហើយទី2ហ្នឹងគឺនេះ reinforce ហ្នឹងគឺដែកអញ្ចឹងយើងមាន concrete ហើយនឹងដែកនឹងឯងអញ្ចឹងអាហ្នឹងយើងនិយាយពី concrete ទាំងអស់គ្នាអញ្ចឹងយើងដឹងថាបេតុងភាពធន់របស់វាគឺផ្នែកសង្កត់មិនមែនផ្នែកទាញទេអញ្ចឹងកាលណាវារងកម្លាំងទាញតែបន្តិចក៏វាអាចមានបញ្ហាដែរក៏ប៉ុន្តែកម្លាំងសង្កត់វិញវាអាចរកបានខ្លាំងអញ្ចឹងភាពធន់នៃកម្លាំងសង្កត់ហ្នឹងគឺនេះ compressive strength នេះឯងហើយយើងអាចកំណត់វាបានហ្នឹងតាមរយៈការធ្វើតេស្តសង្កត់ទៅលើបេតុងអញ្ចឹងណាអញ្ចឹងយើងមានដុំសំណាក់គំរូបេតុងអញ្ចឹងទៅយើងថែរក្សាវាបានរយៈពេល28ថ្ងៃក្រោយពេលចាក់ហើយយើងនឹងយកវាទៅធ្វើតេស្តអញ្ចឹងរបៀបនៃការធ្វើតេស្តបេតុងមាន2ប្រភេទគឺ cylinder test ជាមួយនឹង cube test អញ្ចឹងទៅអញ្ចឹង cylinder ជាអី cylinder ហ្នឹងរបៀបជាដុំបេតុងស៊ីឡាំងតែមានលក្ខណៈបែបនេះហើយអានេះមុខកាត់វានេះគឺ15 សង់ទីម៉ែត្រអង្គប់ចាត់វាអញ្ចឹងណាហើយកម្ពស់វាគឺ30 សង់ទីម៉ែត្រគេយកវាទៅចាក់ជារាងអញ្ចឹងហើយគេយកទៅត្រាំទឹកគេយកទៅថែរក្សាតាមរបៀបគេអញ្ចឹងទៅរយៈពេល28ថ្ងៃក្រោយគេយកវាទៅតេស្តមែនតើគេមិនតេស្ត28ថ្ងៃគេតេស្តគេមានច្រើនអញ្ចឹងគេតេស្តម្ដង7ថ្ងៃម្ដង14ថ្ងៃអញ្ចឹងទៅរហូតដល់28ថ្ងៃហ្នឹងវាដល់ strength របស់វាដើម្បីដឹងថាវាបានវាអាចទ្រទម្ងន់បានប្រមាណ megapascal តា30 megapascal ឬក៏20 megapascal អញ្ចឹងទៅ cube វិញក៏ដូចគ្នាគ្រាន់តែខុសរូបរាងអញ្ចឹងណាអញ្ចឹង cube វាមានរូបរាងបែបនេះគួរស្អាតខានគូយូអញ្ចឹងទំហំវាកម្ពស់ទទឹងបដៅវាហ្នឹងគឺ10 សង់ទីម៉ែត្រស្មើគ្នាចំមូលហេតុអីចាំបាច់គេធ្វើតេស្តដោយប្រើ cylinder ផងប្រើ cube ផងតើវាមានលក្ខណៈខុសគ្នាបែបម៉េចទៅអញ្ចឹងនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគេដាក់ថា ACI code អូខេអញ្ចឹងACI code នេះបានន័យថានៅពេលដែលយើងគណនាតាម standard ACI គឺយើងប្រើ compressive strength របស់ cylinder ហើយខ្ញុំភ្លេចប្រាប់ថា compressive strength ហ្នឹងគេតាំងដោយ F'(C) នៅក្នុងបំរាប់លំហាត់អីក៏ដោយវាមានគេដាក់អញ្ចឹងណាបើគេបញ្ជាក់ថាវាជា cylinder យើងអាចគណនាតាម ACI បានបើសិនជាវាមិនមែនជា cylinder ទេវាជា cube អានឹងយើងត្រូវបំលែងពី cube ហ្នឹងទៅ cylinder សិនអញ្ចឹងគឺថាបើសិនជាយើងមានបំរាប់ជា cube ហើយយើងចង់គណនាតាម ACI code យើងត្រូវបំលែងវាទៅ cylinder របៀបម៉េចទៅអញ្ចឹងរបៀបនៃការបំលែងគឺ F'(C) cylinder ស្មើ 0.8 F'(C) cube អញ្ចឹងតាមសមីការមានតែ cylinder នេះវាស្មើតែ 80% នៃ cube ទេបើសិនជាយើងតេស្តអា cube ទៅវាត្រូវបន្ទុកបាន100 megapascal អញ្ចឹងយើងបំលែងវាទៅ cylinder នេះវាបានតែ80 megapascal ទេអញ្ចឹងវាខុសគ្នាច្រើនដែរអញ្ចឹងណាអញ្ចឹងកុំឲ្យយល់ច្រឡំឡើយនឹងពេលគណនាយើងត្រូវតែប្រកាសអាកន្លែងហ្នឹងមិញយើងនិយាយពីភាពខ្លាំងរបស់បេតុងគឺសំដៅទៅលើការសង្កត់ចុះសម្រាប់ការទាញវិញតើវារងកម្លាំងទាញខ្លាំងដែរអត់គឺអត់ទេគឺស្មើតែចន្លោះពី8ទៅ15% នៃ F'(C) មានន័យថាបើសិនជាបេតុងហ្នឹងសង្កត់វារងកម្លាំងសង្កត់100 megapascal អញ្ចឹងបើសិនជាយើងយកវាទៅទាញវិញគឺទាញបានត្រឹមតែចន្លោះពី8ទៅ15 megapascal គឺវាអស់លទ្ធភាពទ្រទ្រង់សម្រាប់កម្លាំងទាញបានហើយអញ្ចឹងហើយទើបគេប្រើវាតែជាកម្លាំងសង្កត់ទេ
គឺ compressive stress នេះឯងសម្រាប់កម្លាំងទាញវិញគឺគេប្រើគេជំនួសវិញគេប្រើ reinforce នេះ reinforce គឺដែក reinforce ដើម្បីជំនួយវិញចឹងហើយទៅគេឲ្យឈ្មោះថាបេតុងអាមេចឹងវីដេអូយើងចប់តែប៉ុណ្្នឹងឯង see you guys in the next video bye guys